ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាថ្ងៃនេះសូមបង្ហាញទីតាំងរមណីយដ្ឋានកោះហានបាទអញ្ចឹងរមណីយដ្ឋានរបស់កោះហានរបស់យើងនេះគឺមិនឆ្ងាយពីទីរួមខេត្តទេគឺប្រមាណ24គីឡូម៉ែត្រពីទីរួមខេត្តប៉ុណ្ណោះបាទហើយរមណីយដ្ឋានកោះហានរបស់យើងនេះក៏យើងមានទីតាំងចោះចំណតទូកបាទមានភាពងាយស្រួលបាទមិនថាមនុស្សចាស់ឬកូនក្មេងទេអាចចុះដោយស្រួលបាទហើយយើងក៏មានសេវាទូករបស់បងប្អូនសហគមន៍នៅកោះហាននេះដែរសម្រាប់ដឹកជញ្ជូនបងប្អូនដើរលេងតាមកោះបាទមើលសត្វស្លាបមើលព្រៃលិចទឹកបាទឬក៏ដើរលេងតាមកោះយើងក៏មានសេវាបោះតង់បាទជិះកាយ៉ាក់មើលក្នុងព្រៃលិចទឹកបាទហើយនឹងសេវាម្ហូបអាហាររបស់សហគមន៍ផងដែរហើយទូកយើងនីមួយៗយើងមានផ្លាកលេខបាទអញ្ចឹងបងប្អូនមកលេងគឺមិនពិបាកចំណាំទេបាទគឺយើងមានផ្លាកលេខបាទហើយទូកយើងនៅទីនេះគឺយើងមានជាង20ទូកជាងបងប្អូនដែលមកលេងមិនបាច់បារម្ភថាអត់ទូកជិះទេបាទអញ្ចឹងទូកយើងនឹងមានបម្រើបងប្អូនបាទរាល់ថ្ងៃបុណ្យទានថ្ងៃសម្រាប់បាទហើយយើងក៏មានទីតាំងចតឡានបាទធំទូលាយបាទហើយនឹងមិនយកប្រាក់ទេពីបងប្អូនបាទហើយទូកនីមួយៗក៏យើងបានបំពាក់ទៅដោយអាវពោងសុវត្ថិភាពបាទជូនបងប្អូនផងដែរបាទហើយនេះគឺជាទស្សនវិជ្ជាភ្ញៀវគាត់មកបាទហើយយើងក៏មានផែបាទមានដបូលបាទចឹងងាយស្រួលក្នុងការចោះមករងចាំទូកបាទចឹងខ្ញុំទៅបងប្អូនអាចមកលេងរួមខាងកោះហានរបស់យើងនេះបាទថ្ងៃបុណ្យទានឬថ្ងៃសម្រាប់ផ្សេងៗបាទសូមអរគុណ